លោកខឹមបុរីអាចជាបុរសទី2នៅកម្ពុជាដែលទទួលបានសញ្ញាបត្រ Pro License កាលពីចុងសប្តាហ៍កន្លងទៅនេះការប្រកួតរវាង Nagavel ជាមួយនឹងភ្នំពេញ Crown មិនមានវត្តមានលោកខឹមបុរីដែលជាគ្រូបង្វឹករបស់ Nagavel នោះទេខណៈពេលដែលត្រូវបានគេដឹងថាលោកនឹងទៅប្រទេសម៉ាឡេស៊ីដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជានៅវិស័យបាល់ទាត់បន្ថែមទៀតលោកខឹមបុរីបានចាក់ចេញទៅប្រទេសម៉ាឡេស៊ីដើម្បីរៀនវគ្គ AFC Pro Diploma Coaching Course ឬយើងស្គាល់ថាជា AFC Pro License ដែលជាអាជ្ញាប័ណ្ណកម្រិតខ្ពស់មួយនៅតំបន់អាស៊ីក្នុងវិស័យបាល់ទាត់លោកនឹងចាប់ផ្ដើមការសិក្សានៅដើមខែឧសភា2025នេះហើយនឹងបញ្ចប់នៅខែតុលា2026ឯណោះការសិក្សាគឺបែងចែកជា7វគ្គផ្សេងៗគ្នាហើយក្រោយការបញ្ចប់ការសិក្សាលោកនឹងត្រូវបានធ្វើតេស្តដើម្បីទទួលបានសញ្ញាបត្រជាផ្លូវការស្របពេលដែលបើលោកទទួលបានជោគជ័យនោះនឹងក្លាយទៅជាបុរសទី2នៅកម្ពុជាដែលទទួលបានសញ្ញាបត្រ Pro License បន្ទាប់ពីលោកគ្រូប្រាក់សវណ្ណារាដែលទទួលបានសញ្ញាបត្រដំបូងគេតាំងពីឆ្នាំ2018មកម្លេះសូមបញ្ជាក់ផងដែរថា AFC Pro Diploma នេះគឺជាការទទួលស្គាល់គ្រូកម្រិតខ្ពស់បំផុតនៅសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីដែលស្មើនឹង UEFA Pro Licenseវាគឺជាការបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលគ្រូបង្វឹកសម្រាប់កម្រិតក្លឹបនិងក្រុមជម្រើសជាតិគោលបំណងចម្បងនោះគឺផលិតគុណភាពគ្រូកម្រិតខ្ពស់នាពេលអនាគតវគ្គនេះអាចចូលសិក្សាបានលុះត្រាតែគ្រូបង្វឹករូបនោះទទួលសញ្ញាបត្រ A License ហើយនាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD